វគ្គបណ្ដុះបណ្ដាលស្ដីពីការងាររដ្ឋបាលនិងការងារបេឡាមរណសង្គ្រោះសមាគមអតីតយុវជននិងនិវត្តជនកម្ពុជាកំពង់ស្ពឺនាព្រឹកថ្ងៃទី27ខែកក្កដាឆ្នាំ2026ឯកឧត្តមឈៀងស៊ីដារ៉ារដ្ឋលេខាធិការក្រសួងសង្គមគិច្ចអតីតយុវជននិងយុវនីតិសម្បទានិវត្តជនកម្ពុជានិងជាអគ្គលេខាធិការរងសមាគមអតីតយុវជននិងលោកបណ្ឌិតតូចបូតលីវ៉ាអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺអញ្ជើញជាអធិបតីក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីការងាររដ្ឋបាលនិងការងារបេឡាមរណសង្គ្រោះសមាគមអតីតយុវជននិងនិវត្តជនកម្ពុជាវគ្គបណ្ដុះបណ្ដាលនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកស្រីប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តតំណាងកងកម្លាំងទាំង3ព្រមទាំងសកម្មដែលជាមន្ត្រីទទួលបន្ទុកការងាររដ្ឋបាលនិងបេឡាមរណសង្គ្រោះមកពីបណ្ដាក្រុងស្រុកទូទាំងខេត្តកំពង់ស្ពឺយ៉ាងច្រើនកកនៅក្នុងឱកាសនោះលោកបណ្ឌិតតូចបូតលីវ៉ាបានពំនាំនឹងការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំខេត្តជូនដល់សកម្មទាំងអស់លោកបណ្ឌិតបានគូបញ្ជាក់ដែរថាវគ្គបណ្ដុះបណ្ដាលនាថ្ងៃនេះគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការចូលរួមចំណែកលើកកម្ពស់សមត្ថភាពនិងការយល់ដឹងបន្ថែមដល់មន្ត្រីអនុវត្តផ្ទាល់នៅតាមបណ្ដាក្រុងស្រុកលើកិច្ចការងាររដ្ឋបាលនិងការគ្រប់គ្រងថវិកាបេឡាមរណសង្គ្រោះដើម្បីធានាបាននូវដំណាភាពរហ័សរហួននិងមិនត្រូវឲ្យមានការយឺតយ៉ាវឬការិយាល័យថាបតេយ្យច្រើនក្នុងការជួយឧបត្ថម្ភដល់គ្រួសារអតីតយុវជននិងនិវត្តជនដែលកំពុងជួបទុក្ខលំបាកនោះឡើយឆ្លៀតក្នុងឱកាសនោះដែលឯកឧត្តមឈៀងស៊ីដារ៉ារដ្ឋលេខាធិការក្រសួងសង្គមគិច្ចអតីតយុវជននិងយុវនីតិសម្បទាបានរំលឹកពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ជីវភាពនិងការគាំពារសុខុមាលភាពរបស់បងប្អូនអតីតយុវជននិងនិវត្តជនដែលជាអ្នកមានគុណបំណាច់ចំពោះជាតិមាតុភូមិឯកឧត្តមរដ្ឋលេខាធិការបានបន្តទៀតដែលថាការងារបេឡាមរណសង្គ្រោះមិនមែនគ្រាន់តែជាការងាររដ្ឋបាលធម្មតានោះទេប៉ុន្តែវាគឺជាកិច្ចការមនុស្សធម៌និងជាកាតព្វកិច្ចដ៏ឧត្តមឧត្តមក្នុងការតបស្នងសងគុណចំពោះបងប្អូនអតីតយុវជននិងនិវត្តជនដែលបានលះបង់សាច់ស្រស់ឈាមស្រស់និងកម្លាំងកាយចិត្តក្នុងការបម្រើជាតិមាតុភូមិនាពេលកន្លងមកឯកឧត្តមបានបន្ថែមថាឆ្លងកាត់វគ្គបណ្ដុះបណ្ដាលនេះទៅថ្ងៃខាងមុខឯកឧត្តមចង់ឃើញនៅរបបថ្មីមួយនៃការផ្ដល់សេវាជូនបងប្អូនសមាជិកសមាគមពលគឺភាពស្មោះត្រង់ភាពច្បាស់លាស់នៃទិន្នន័យនិងការទូទាត់ថវិកាតាមនីតិវិធីបេឡាមរណសង្គ្រោះត្រូវតែធ្វើឡើងឲ្យបានលឿនបំផុតទាន់ពេលវេលាស្របតាមការលំបាកជាក់ស្ដែងរបស់ក្រុមគ្រួសារសពដោយមិនត្រូវទុកឲ្យមានការត្អូញត្អែរឬយឺតយ៉ាវណាមួយកើតឡើងនោះឡើយ។